ជាការកត់សម្គាល់គឺបាទនេះជាការដឹកនាំដែលមាននៅផែនការច្បាស់លាស់មានទិសដៅជាយុទ្ធសាស្ត្រច្បាស់លាស់ហើយក៏កំពុងតែធ្វើដំណើរដើម្បីឈានទៅសម្រេចនៅលទ្ធផលថ្មីបន្ថែមទៀតមុននេះអាយដាមបានលើកឡើងរួចទៅហើយពាក់ព័ន្ធទៅនឹងកំណែទម្រង់អភិបាលកិច្ចដើម្បីចម្រាញ់ឬក៏ផលិតមន្ត្រីដែលកាន់តែមានគុណភាពបាទកាន់តែមានសមត្ថភាពបំរើសេវាសាធារណៈជូនទៅដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់តែសម្រេចបាននៅភាពល្អប្រសើរបាទបើយើងមែនទេយើងនិយាយថានៅពេលដែលយើងបានគិតគូរថាត្រូវធ្វើអ្វីៗឲ្យងាយស្រួលឬក៏គេហៅថា simplify បាទទៅលើការផ្ដល់សេវាសាធារណៈបានន័យថាទៅធ្វើការងារអ្វីៗឲ្យងាយស្រួលស្ដាប់មើលទៅងាយស្រួលហើយអនុវត្តជាក់ស្ដែងងាយស្រួលចង់សម្ដៅថាអង្គភាពនោះមានវឌ្ឍនភាពនិងមានភាពទំនើបព្រោះខ្ញុំគិតថាទាំងក្នុងក្របខ័ណ្ឌនៃកំណែទម្រង់វិមជ្ឈការឬក៏វិសហមជ្ឈការជាដើមឡើងឡើងការធ្វើប្រតិភូកម្មអំណាចទៅថ្នាក់ក្រោមជាតិអីជាដើមពីថ្នាក់ជាតិបាទនៅក្នុងការធ្វើកិច្ចការងារផ្សេងគឺក្នុងគោលដៅបង្កលក្ខណៈឲ្យកាន់តែងាយស្រួលសម្រាប់ការផ្ដល់សេវាជូនទៅដល់បងប្អូនប្រជាពលរដ្ឋមិនចឹងអាដាមបាទហើយជាការពិតហើយឃើញអាដាមបានមានប្រសាសន៍លើកឡើងថាកំពុងតែកំណែទម្រង់របៀបរបបនៃការធ្វើការងារបន្ថែមទៀតដើម្បីធ្វើឲ្យការផ្ដល់សេវាសាធារណៈជូនទៅដល់បងប្អូនប្រជាពលរដ្ឋកាន់តែល្អកាន់តែទទួលបាននូវភាពពេញចិត្តអញ្ចឹងក៏មកដល់ចំណុចហ្នឹងអាយដាមខ្ញុំចង់ដឹងពីខេត្តកំពង់ធំតើយើងបានអនុវត្តវិធានការអ្វីខ្លះដើម្បីលើកកម្ពស់គុណភាពនៃការផ្ដល់សេវាសាធារណៈមិនថាតែក្នុងក្របខ័ណ្ឌយន្តការច្រកចេញចូលជាមួយអីជាដើមឡើងនឹងឡាក់បាទអរគុណទី1គឺគណៈបាលបានប្រជុំគ្នារៀបចំនៅឯកសារមួយគឺសេចក្តីណែនាំស្តីពីការពង្រឹងអភិបាលកិច្ចស្ថាប័នក្រុងស្រុកនិងអង្គភាពចំណុះរបស់ខ្លួនហើយក៏អនុវត្តដូចគ្នាក្នុងក្របខ័ណ្ឌរដ្ឋបាលខេត្តដែរអញ្ចឹងយើងពង្រឹងទាំងវត្តមានរបស់មន្ត្រីទាំងចំនួនម៉ោងធ្វើការវាជាបរិមាណការងារតែគុណភាពផងដែរអញ្ចឹងយើងធ្វើការតម្រង់ទិសមួយច្បាស់លាស់យើងតែងតែចែកម្លែកនៅចក្ខុវិស័យនៃការអភិវឌ្ឍខេត្តនិងដំណើរទៅមុខរបស់ខេត្តរបស់យើងដើម្បីឲ្យគណៈបាលនិងមន្ត្រីទាំងអស់អាចយល់ច្បាស់ហើយរួមដំណើរជាមួយគ្នាអានេះសំខាន់ណាស់ស្ថាប័នមួយដើរទៅមុខបានលុះត្រាតែមន្ត្រីបុគ្គលិកស្ថាប័ននឹងយល់អំពីដំណើររួមរបស់ស្ថាប័នរបស់ខេត្តទៅមុខហ្នឹងអញ្ចឹងហើយគឺជាបុព្វហេតុរួមមួយខ្ញុំឧទាហរណ៍មួយការប្រយុទ្ធប្រឆាំងនៅបរល្មើសប្រឆាំងទុនធានធម្មជាតិការឈូសព្រៃការទន្ទ្រានដីព្រៃរបស់រដ្ឋនេះយើងនៅក្នុងខេត្តកំពង់ធំយើងមានអាដាមសំសុនដែលជាមេវិជ្ជាការប្រតិបត្តិការសឹករងនៅទីនេះលោកចូលរួមចំណែកសកម្មណាស់ហើយខ្ញុំតែងតែរាយការណ៍ជូនសម្ដេចមហាវរធិបតីថាសំណាងណាស់ដែលខ្ញុំមានមេតបដែលជួយការពារព្រៃការពារដីរដ្ឋបើសិនជាមេតបគាត់មានចិត្តចង់បានដីព្រៃដីរដ្ឋដែរខ្ញុំពិបាកប្រក្រាបព្រោះហេតុអីព្រោះក៏ភ្លើងគាត់ច្រើនជាងខ្ញុំអញ្ចឹងនេះជាបញ្ហាមួយដែលខ្ញុំគិតថាគាត់យល់អំពីបុព្វហេតុនៃការការពារព្រៃការពារទ្រព្យសម្បត្តិរដ្ឋហើយរួមចំណែកជាមួយទីវិជាការស្រាវដែលបានរៀបចំជាង15កន្លែងនេះគឺយើងបានបង្កើននៅប្រសិទ្ធភាពខ្ពស់ក្នុងការការពារនៅសម្បត្តិទុនធានធម្មជាតិយើងជាក់ច្បាស់ថានៅមានបទល្មើសប៉ុន្តែយើងត្រូវទទួលស្គាល់ថាបទល្មើសមានការថមថយมันអាចលើកឡើងករណីមានអ្នកសារព័ត៌មានមួយនោះខ្ញុំមិនចង់បញ្ចេញនេះខ្ញុំអង្គុយថ្ងៃមុនខ្ញុំនិយាយជាមួយមន្សុនសោចដែរកងកម្លាំងយើងខំទៅបង្ក្រាបការកាប់ឈើដឹកឈើហ្នឹងយកមកដាក់នៅទីវិជាការហើយគាត់ទៅអង្គុយលើឈើហ្នឹងគាត់ឡាយហើយគាត់ជំរុញឲ្យបដៅថាឲ្យខ្ញុំហ្នឹងជាមួយលោកវិជាការទាំងអស់ហ្នឹងជួយបង្កើនការបង្ក្រាបបទល្មើសផងហើយអញ្ចឹងវាហាក់ដូចជាទៅអង្គុយលើសមិទ្ធផលដែលខិតខំប្រឹងប្រែងរបស់យើងខ្ញុំហើយបដៅឲ្យបន្ទោសថែមទៀតអានេះគឺជារឿងមួយដែរប៉ុន្តែมันជាទូមណោទូមណីព្រោះសេរីភាពសារព័ត៌មានគាត់ចង់ចុះទៅមិនទៅបានដែរប៉ុន្តែគាត់ថាអ្វីដែលខ្ញុំចង់និយាយគឺថានៅពេលដែលទស្សនវិស័យយើងរួមគ្នាថាយើងត្រូវការពីហើយគឺមន្ត្រីអស់ត្រូវទៅហើយកងកម្លាំងទៅជាមួយដែរសន្តិសុខសម្រាប់នាំជាស្នូលរបស់ទេសចរចឹងស្នងការនគរបាលខេត្តវិជាការវុធហាត់ខេត្តដែលអាដាមស្នងការនៅទីនេះក៏អាដាមមានវិជាការមាសយត់នៅទីនេះគឺរួមគ្នាអញ្ចឹងការធានាសន្តិសុខរបស់ភ្ញៀវទេសចររបស់នៅក្នុងទីក្រុងគឺការដើរល្បាតសំខាន់ណាស់អញ្ចឹងវុធហាត់លោកល្បាតរហូតនគរបាលលោកល្បាតរហូតហើយបើលោកហើយល្បាតត្រូវការប្រើប្រាស់សាំងបើសិនជាខ្ជិលមិនយល់បុព្វហេតុរួមកិច្ចទៅនៅសាលសាំងតែ
ដើម្បីចូលរួមចំណាយក្នុងបបហេតុរួមរបស់ស្ថាប័ននិងរបស់ខេត្តនិងក្រមមេបញ្ជាការរបស់ពួកគាត់រៀងខ្លួនក្នុងខ្សែទៅតឹងខ្សែបដ ாய் ហ្នឹងគឺគាត់រួមចំណាយទាំងអស់គ្នាមន្ត្រីរបស់រដ្ឋបាលខេត្តក៏ចាប់ផ្ដើមប្រឹងប្រែងដែរចឹងហើយហេតុអីបានយើងអាចតាក់ទាញអ្នកវិនិយោគមួយចំនួនហើយជំរុញការវិនិយោគរបស់ក្រុមហ៊ុនធំៗនេះពេលថ្មីៗនេះដោយសារយើងអត់លពឹកដៃលពឹកជើងទៅនេះគាត់ទេដោយសារមន្ត្រីយល់ច្បាស់ថាវាជាគម្រោងតាក់ទាញវិនិយោគដែលมันអាចទៅកោះរូបគេដែលมันអាចទៅរករឿងគេបានដែរត្រូវតែជំរុញការងារនេះឲ្យគេឆាប់ទៅមុខបានលឿនដើម្បីជាប្រយោជន៍នៃការអភិវឌ្ឍរួមបាទត្រឡប់មកវិញគឺវាជាបបហេតុរួមមួយដែលយើងត្រូវតែប្រឹងប្រែងធ្វើហើយមានការត្រួតពិនិត្យដោយខ្ញុំបានជំរាបជូនថាយើងបានចាត់មន្ត្រីអធិការកិច្ចរបស់ខេត្តចោះត្រួតពិនិត្យគ្រប់អង្គភាពផ្ដល់សេវាដើម្បីត្រួតពិនិត្យអំពីចំណុចវិជ្ជមានចំណុចអវិជ្ជមានចំណុចខ្វះខាតហើយក៏យើងទទួលយកការឆ្លើយតបនឹងការសំណូមពរពីប្រជាពលរដ្ឋដែរយើងមាន Facebook ខេត្ត Facebook រដ្ឋបាលខេត្ត Facebook តគ្រូខ្ញុំរបស់មន្ត្រីយើងខ្ញុំមិនដែលរិះគន់មិនដែលវាយប្រហារមិនដែលចាប់ចោលប្រជាពលរដ្ឋដែររិះគន់ឬក៏សំណូមពរលើអ្វីជាការកែលម្អរបស់រដ្ឋបាលខេត្តទេបាទគឺយើងតែងតែយកមកយើងស្រាយបំភ្លឺអញ្ចឹងដោះស្រាយអញ្ចឹងពេលខ្លះយើងក៏បានទទួលព័ត៌មានពួកគាត់ដើម្បីត្រួតពិនិត្យលើការងាររបស់មន្ត្រីដែរព្រោះអានេះវាប្រព័ន្ធមួយវាត្រូវមាន check and balance ហើយនឹងបង្រឹងយើងធ្វើទំនើបកម្មដែរយើងបានបំពាក់កុំព្យូទ័រជាង100គ្រឿងជូនដល់មន្ត្រីរដ្ឋបាលខេត្តរបស់យើងហើយយើងបានដាក់ចេញគោលការណ៍មួយថាសម្បត្តិអញ្ជើញឥឡូវនេះកុំឲ្យធ្វើជាឥឡូវនេះលែងមានសញ្ញាលិខិតអញ្ជើញអីត្រូវថាឲ្យគោលការណ៍ពីដើមថាឲ្យអត់បានឃើញលិខិតអញ្ជើញមកខ្ញុំថាអត់ទេឥឡូវលិខិតអញ្ជើញគឺសញ្ញាតាមសន្លឹកហ្នឹងគឺថាថតបាញ់ផ្ញើទៅគឺផ្ញើតាម Telegram ឬ WhatsApp បានទទួលគឺស្មើដូចយើងបានហុចกระดาษផ្ទាល់បាទកិច្ចប្រជុំមួយចំនួនយើងបានជំរុញការធ្វើតាម Zoom ពីព្រោះថាមិនមែនងាយស្រួលទេអមកដូចឃុំពីមបាងនៅស្ទូងឃុំផាត់សណ្ដាយនៅកំពង់ស្វាយបើចង់កោះគាត់មកប្រជុំនៅខេត្តគាត់ត្រូវចំណាយពេលមួយយប់ដើម្បីគេងស្រុកខ្លះត្រូវចំណាយពេល2ទៅ3ម៉ោងបាទឃុំអញ្ចឹងយើងកាត់បន្ថយដោយយើងប្រើប្រាស់កិច្ចប្រជុំតាម Zoom ជាញឹកញាប់ដែរនេះក៏ជាការធ្វើនៅបច្ចុប្បន្នភាពចែកជាមួយចំនួនផងដែរសេវាច្រកមួយចំនួនក្រសួងសាធារណសុខរុញតាមអនឡាញហើយយើងនឹងរំពឹងថាពេលដែលយើងអគាររដ្ឋបាលខេត្តថ្មីធ្វើហើយអង្គភាពចាស់នៅក្នុងរដ្ឋបាលខេត្តបច្ចុប្បន្ននឹងប្រែក្លាយទីតាំងនោះតាមអ្វីដែលជាការណែនាំរបស់ Adam System ជាតំបន់សេវារដ្ឋបាលរួមមួយដែលមានសេវារដ្ឋបាលគ្រប់ប្រភេទនៅទីនោះតែម្ដងហើយរដ្ឋបាលប្រចាំថ្ងៃរបស់ខេត្តយើងឬចូលទៅក្នុងអគាររដ្ឋបាលថ្មីដែលយើងនឹងធ្វើម៉េចដើម្បីធានានៅការផ្ដល់សេវាជូនប្រជាពលរដ្ឋមានលក្ខណៈងាយស្រួលជាងមុនអញ្ចឹងជារួមខ្ញុំគិតថាការស្ទង់មតិចុងក្រោយនេះការផ្ដល់សេវាសាធារណៈមានលក្ខណៈល្អប្រសើរជាងមុនបើសួរថាល្អខ្ចោះខ្ញុំគិតថាវាមិនទាន់ល្អខ្ចោះទេប៉ុន្តែយើងនៅទទួលយកនៅការរិះគន់ក្នុងន័យស្ថាបនាដើម្បីធ្វើការកែលម្អបន្ថែមបាទអរគុណច្រើនអាដាមបានបញ្ជាក់ពីចំណុចនេះ